បាទសួស្តីបងប្អូនអ្នកគ្នាវីដេអូនេះពិសេសសម្រាប់បងតន្ត្រីករអញ្ចឹងtool នេះគឺឈ្មោះថា Stem Sound Studio បានន័យថាវាជា tool មួយដែលបំបែកសំឡេងអឺហ្គីតា bass កល solo piano អីវាអាចបំបែកបានទៅដោយឡែកងាយស្រួលបងប្អូនអ្នកគ្នាចាប់បទថ្មីដោយថាពេលដែលយើងចាប់បទអ្នកភ្លេងគាត់ដឹងហើយពេលយើងចាប់បទថ្មីហ្នឹងគឺយើងស្ដាប់យើងមិនមែនចាប់ម្ដងទាំងអស់ទេគឺយើងជួនកាលយើងចាប់ហ្គីតា solo ជួនកាលយើងចាប់ piano អកអីចឹងទៅអញ្ចឹងវានៅជាមួយគ្នាវាវល់ញ៉ៃញ៉ៃពិបាកស្ដាប់អញ្ចឹងអាចប្រើរបស់ខ្ញុំនេះប្របែកស្ដាប់មួយហ្គីតាផ្សេងកលផ្សេងsolo ផ្សេងអីចឹងទៅគឺយើងអាចប្របែកបានអញ្ចឹងអ្នកទាំងអស់គ្នា double click លើ exe file ហ្នឹងមកចាំខ្ញុំតម្លាក់ឲ្យអ្នកទាំងអស់គ្នាក្នុង group ណាអញ្ចឹងអ្នកទាំងអស់គ្នាចុចបើកមកអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅកាន់ channel YouTube របស់ខ្ញុំគ្រាន់តែចុចចូលទៅកាន់ channel តមកចុច subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីអំពី AI ហើយនឹងទទួលបាន tool free អញ្ចឹងអ្នកទាំងអស់គ្នាអត់ចង់ឲ្យវាបង្ហាញម្ដងទៀតអ្នកទាំងអស់គ្នាគ្រាន់តែចុចកន្លែងនេះកុំបង្ហាញទាំងនេះម្ដងទៀតទៅបានហើយថ្ងៃក្រោយវាលែង load ហើយអញ្ចឹងខ្ញុំថយសិនបាទអញ្ចឹងនេះគឺផ្ទាំង interface របស់វាអ្នកទាំងអស់គ្នាខ្ញុំមើលដាក់រីកឲ្យធំហើយអ្នកទាំងអស់គ្នា download វីដេអូឲ្យហើយមកហើយអ្នកទាំងអស់គ្នាអាច add វីដេអូចូលម្ដងមួយឬក៏ add ម្ដងមក folder ក៏បានដែរហើយអ្នកទាំងអស់គ្នាអាចដាក់ក្នុង folder តែមួយមកហើយឲ្យវាធ្វើដំណើរការមកដាក់10 20អីក៏បានដែរហ្នឹងហើយយើងអាចដាក់ audio ក៏បានដាក់វីដេអូក៏បានឥឡូវខ្ញុំចុចកន្លែង add វីដេអូនេះបន្ទាប់មកខ្ញុំដាក់បទចម្រៀងរបស់ខ្ញុំអញ្ចឹងបទចម្រៀងរបស់ខ្ញុំនេះវាជាបទប្រតិបត្តិដែលមានចំណងថាគ្រប់គ្រាន់ហើយពេលដាក់មកវានឹង load file name នៅកន្លែងនេះហើយអ្នកនរគ្នាបាច់ធ្វើច្រើនទេកន្លែងនេះអ្នកនរគ្នាទុកវាចោលសិនទៅបើមិនទាន់ដឹងអីទេអ្នកនរគ្នាចុច analyze សិនមកនេះកន្លែងនេះកន្លែង analyze ចាំមើលវា load ទាំងខ្មៅនេះអ្នកនរគ្នាចុចដកមកអ្នកនរគ្នាឃើញវា preview បទចម្រៀងហើយវាកំពុងតែ analyze ពីបទចម្រៀងរបស់យើងបន្ទាប់ពីវាanalyze ចប់អ្នកនរគ្នាអាច export វាបានហើយទន្ទឹមពេលហ្នឹងខ្ញុំសូមប្រាប់កន្លែងនេះ export video with new audio នេះបានន័យថាអ្នកទាំងអស់គ្នាអាច export មកចេញជាវីដេអូចឹងដដែលអត់ចេញជា MP3 ទេដោយសារយើងបានគ្រីសកន្លែងនេះអញ្ចឹងបើអ្នកទាំងអស់គ្នាធ្វើ karaoke អ្នកទាំងអស់គ្នាត្រូវដកកន្លែង voice call នេះចេញតោះទុកសំឡេងដើមលេងនេះទាំងអស់ឬក៏អ្នកទាំងអស់គ្នាចង់ទុកមួយណាដកមួយណីស្រេចតែអ្នកទាំងអស់គ្នាវាមាន bass វាមាន score វាមាន other មាន piano មាន guitar អញ្ចឹង other ហ្នឹងស្អីគេទាំងអស់នេះវាមានតែ5មុខទេ voice call bass score piano guitar other នេះបានន័យថាអូថូវាមានសំឡេងផ្សេងទៀតដូចជា violon ខ្លុយអីវាបំបែកយើងចង់យកក៏បានយើងអត់ចង់អត់យកក៏បានយើងយកយើងគ្រីសមកបើយើងអត់ចង់បានទេយើងដកគ្រីសវាចេញទៅអញ្ចឹងទៅណាអ្នកនរគ្នាវាអត់បាក់ទេអញ្ចឹងកន្លែងនេះខ្ញុំនឹងបញ្យល់អ្នកនរគ្នាវាមាន3ដែរនេះកន្លែង export video with new audio បានន័យថាយើង export មកចេញជាវីដេអូអត់ចេញជា MP3 ទេហើយបើយើងបិទ voice call គឺវាបើបិទនេះ voice call គឺវាបិទ voice call ហ្នឹងឯងបិទការច្រៀងហ្នឹងឯងអញ្ចឹងអ្នកនរគ្នាចាំវាបន្តិចទៅបាននេះវាដើរចិត្តចប់ឯអ្នកនរគ្នាបន្ទាប់វាដើរចប់វា load មកហើយអញ្ចឹងអ្នកនរគ្នាចុច OK មកហើយវា analyze ចប់ហើយអញ្ចឹងអ្នកនរគ្នាទៅជ្រើសរើសឥឡូវខ្ញុំបង្ហាញពីរបៀបធ្វើ karaoke មុនអញ្ចឹងអ្នកនរគ្នាដកតែ voice call ចេញមកនេះកន្លែង voice call បាស drum អីផ្សេងៗនៅទុកនៅហ្នឹងទៅដោយសារតែយើងធ្វើ karaoke យើងបិទតែសំឡេងដើមមួយច្រៀងទេអញ្ចឹងយើងដក voice call ចេញមកហើយកន្លែងនេះយើងជ្រើសរើស export video with new audio អញ្ចឹងអ្នកនរគ្នាចុច export មកចឹងអ្នកនរគ្នារើសទីតាំងដាក់មកបើវា load ខ្មៅចេះអ្នកនរគ្នាចុចសញ្ញាដកចេញទៅវា load មកមានប្រហែលចុចសញ្ញាដកណាអ្នកនរគ្នាចាំបន្តិចទៅវាកំពុងតែ download ឲ្យយើងហើយវាកំពុងតែ analyze ប្របែក voice call ចេញពីចម្រៀងរបស់យើងហើយចឹងវាហើយហើយយើងចូលមកកន្លែង folder ដែលយើងដាក់រក្សាទុកមិញមកនេះគឺ folder ដែលខ្ញុំរក្សាទុកមិញ
ចឹងអ្នកនរគ្នាឃើញទេវាយើង export ចេញមកវីដេអូដើមប៉ុន្តែវាមានសំឡេងនេះចាំមើលវាមានសំឡេងច្រៀងទេអ្នកនរគ្នាអញ្ចឹងយើងអាចយកទៅផុស build page build channel បានហើយតែអ្នកទាំងអស់គ្នាឃើញទេក្រៅពីសំឡេងដើមដែលយើងបិទក្រៅពីហ្នឹងវាឮទាំងអស់ដោយសារតែយើងគ្រីសទាំងអស់យើងដកតែសំឡេង voice call ទេអ្នកទាំងអស់គ្នាអាចមើលឥឡូវខ្ញុំលុបចោលនេះយើងដកតែសំឡេង voice call ទេឃើញទេនេះទេអញ្ចឹងអ្នកទាំងអស់គ្នាអាចផុស build page ឬក៏អ្នកទាំងអស់គ្នាតែចំណង់ចំណូលចិត្តចង់ផុស karaoke ខ្ជិលទៅសេខ្លួនឯងគឺបែបហ្នឹងមកយើងធ្វើអញ្ចឹងណាអញ្ចឹងចូលចំណុចមួយទៀតចំណុចទី2 export select steam remix ហើយនេះអ្នកទាំងអស់គ្នាដូចតែមិញដែរទេតែគ្រាន់តែវា export ចេញមកគឺ audio បានន័យថាយើងចង់បាន voice call ក៏បានយើងចង់បាន bass drum យើងចង់បានមួយណាយើងដាក់មួយហ្នឹងអ្នកទាំងអស់គ្នាដូចជាអត់បាក់បញ្យល់ទេកន្លែងហ្នឹងអ្នកទាំងអស់គ្នាចង់បានមួយណាយើងគ្រីសមួយហ្នឹងមកបើអត់ចង់បានទេយើងដកគ្រីសចេញអញ្ចឹងណាឥឡូវខ្ញុំដក3មុខគេនេះហ្មងទៅដើម្បីឲ្យងាយយល់ខ្ញុំដក voice call មួយ bass មួយ drum មួយតមួយអញ្ចឹងបានន័យថា3មុខហ្នឹងវាអត់ឮទេតោះឥឡូវបើអ្នកនរគ្នាអត់ជឿចាំមើលវាឮនេះឮតែគ្រីសនេះទេឥឡូវយើងចុច export មកអ្នកនរគ្នាជ្រើសរើស export steam select steam remix export មកហើយយើងយកទីតាំងដដែលមកទីតាំងអ្នកនរគ្នាមួយណាអានេះដកវាដដែលមកបានហើយលឿនទេអ្នកនរគ្នាពីយូរទៅ analyze តិចទេប្រហែលជា 2-3 នាទីហើយអ្នកនរគ្នាស្ដាប់មើលនេះជាសំឡេង audioអ្នកទាំងអស់គ្នាឃើញទេឬវល់ដោយសារអីដោយសារអត់មានសំឡេង voice call ច្រៀងអត់មានសំឡេងបាសនិងសំឡេងស្គរទេដោយសារយើងខ្ញុំដកបាក់3មុខនឹងចេញអូខេអញ្ចឹងមុខងារចុងក្រោយមិញចូលទី2មុខងារចុងក្រោយបានន័យថា export select steam individually នេះអ្នកទាំងអស់គ្នាយកហ្នឹងមកដើម្បីអីដើម្បីយើងបំបែកយើងជ្រើសរើសទាំងអស់មកយើងបំបែក voice call ផ្សេងបាសផ្សេងdrum ផ្សេង score ផ្សេងហ្នឹងហើយ adder នេះបានន័យថាបើសិនជាវាមានសំឡេងខ្លីចាំមិន channel ខ្លីខឹមត្រូវអីផ្សេងវាឡុងអីវារាប់ចូលក្នុង adder ហ្នឹងហើយដោយសារវាយើងមានតែបាស guitar piano ហើយនឹង score ទេអញ្ចឹងវាសំឡេងផ្សេងទៀតដែលមាននៅក្នុងបទចម្រៀងវាចាត់ទុកជា adder អញ្ចឹងណាអញ្ចឹងយើងចង់បំបែកទាំងអស់ហ្នឹងអញ្ចឹងយើងចុចគ្រីសទាំងអស់មកបើចង់បំបែកជាមួយណាអ្នកទាំងអស់គ្នាដកគ្រីសចេញមកបើអត់ចង់បំបែកវាដកគ្រីសចេញបើចង់បំបែកយើងបំបែកទៅឥឡូវខ្ញុំចង់បំបែកទាំងអស់តែម្ដងតោះឥឡូវចុច export ទៀតមកតោះមកជ្រើសរើសទីតាំងរបស់យើងហើយ select ហើយលឿនមែនតើអ្នកទាំងអស់គ្នាបាទឥឡូវយើងមកស្ដាប់មកនេះឃើញវាមានប្រហែលមាន6ឃើញហើយវាមាន bass មាន score មាន guitar មាន adder ហ្នឹងដូចខ្ញុំនិយាយអញ្ចឹងវាមានដូចជាខ្លុយអីផ្សេងអញ្ចឹងណាក្រៅពីអា piano bass guitar score ហ្នឹងហើយ voice call ហ្នឹងនេះអ្នកគ្នាស្ដាប់មើលទៅនេះមើល score វាលើតែ score ទេឃើញទេអញ្ចឹងអ្នកចាប់បទចម្រៀងសម្រាប់អ្នកបងប្អូនអ្នកភ្លេងគឺត្រូវអាហ្នឹងអែមដោយសារយើងអត់មានសំឡេងផ្សេងឧបករណ៍ផ្សេងមកលោកឡំឲ្យយើងអាចស្ដាប់ច្បាស់ងាយចាប់បានលឿនអញ្ចឹងលេងហ្គីតាមួយមកអញ្ចឹងអ្នកនរគ្នាឃើញហើយវាបបែកអញ្ចឹងបបែកផ្សេងពីគ្នាចឹងទាំងអស់អញ្ចឹងណាហើយមើល adder នេះស្អីគេស្ដាប់ adder តិចមើលវាមានសលេងអីខ្លះនេះលឺតិចវល់ហ្នឹងហើយលឺតិចវល់ប្រហែលអ្នកនរគ្នាស្ដាប់អត់លឺទេព្រោះហ្នឹងវាលឺតិចពី adder ហ្នឹងវាក្រៅពី bass score guitar piano voice call ហ្នឹងវាជា adder ហើយឧបករណ៍អីក៏វារាប់